ខ្ញុំឈ្មោះខនសំភ័រថ្ងៃនេះផងដែរនេះខ្ញុំមានព័ត៌មានថ្មីមួយស្ដីអំពីភ្លៀងធ្លាក់យ៉ាងខ្លាំងនៃភាគខាងជើងនៃប្រទេសវៀតណាមបណ្ដាលឲ្យជនលិចផ្លូវយ៉ាងច្រើននៅរដ្ឋធានីហាណូយភ្លៀងធ្លាក់យ៉ាងខ្លាំងបានកំពុងនឹងវាយលុកលើតំបន់ភាគខាងជើងនៃប្រទេសវៀតណាមដោយនាថ្ងៃប្រហ័សនេះបានបង្កឲ្យមានការជន់លិចផ្លូវនិងរាំងស្ទះចរាចរណ៍នៅពាសពេញរដ្ឋធានីហាណូយនេះបើតាមការចេញផ្សព្វផ្សាយពីទីភ្នាក់ងារសារព័ត៌មាន AFP នាថ្ងៃប្រហ័សទី28ខែកក្កដាឆ្នាំ2023នាវេលាព្រឹកថ្ងៃប្រហ័សនេះចរាចរណ៍នៅតាមតំបន់ទីប្រជុំជននៃទីក្រុងហាណូយបានជួបភាពជាប់គាំងដោយសារតែជន់លិចផ្លូវក្រោយមានភ្លៀងធ្លាក់យ៉ាងខ្លាំងផ្លូវសំខាន់នៅក្នុងរាជធានីរបស់វៀតណាមត្រូវបានទឹកជន់លិចកម្ពស់ចន្លោះពី30ដល់50សង់ទីម៉ែត្របន្ទាប់ពីភ្លៀងបានបន្តធ្លាក់ដោយឥតឈប់ឈរតាំងតែពីយប់ថ្ងៃពុធចំណែកនៅតាមបណ្ដាខេត្តមួយចំនួនក្នុងតំបន់ភាគខាងជើងនៃប្រទេសវៀតណាមដូចជាខេត្តថាញ់ហូខេត្តញញអាននិងខេត្តហៃធីមក៏បានមើលឃើញការលិចលង់ដ៏ធ្ងន់ធ្ងររួមជាមួយគ្រោះបំបាក់ដីដោយសារតែភ្លៀងធ្លាក់ផងដែរក្នុងសប្ដាហ៍នេះគួរបញ្ជាក់ថាវៀតណាមគឺជាប្រទេសងាយទទួលរងគ្រោះដោយសារតែព្យុះភ្លៀងនិងទឹកជំនន់ដែលលក្ខណៈកាចសាហាវតួយ៉ាងតាមស្ថិតិរបស់រដ្ឋាភិបាលប្រទេសវៀតណាមផ្ទាល់មានមនុស្សចំនួន451នាក់បានបាត់បង់ជីវិតឬបាត់ខ្លួនកាលពីឆ្នាំទៅមិញដោយសារតែគ្រោះមហន្តរាយធម្មជាតិដូចជាទឹកជំនន់និងបំបាក់ដីជាដើមទឹកជំនន់បានក្លាយជាបញ្ហាដែលកើតមានកាន់តែញឹកញាប់នៅទីក្រុងហាណូយស្របពេលដែលផ្លូវនិងប្រព័ន្ធបង្ហូរលូទឹកពិបាកក្នុងការគ្រប់គ្រងចំនួនប្រជាជនដែលបន្តកើនឡើងយ៉ាងឆាប់រហ័ស